សួស្តីបងប្អូនជាទីគោរពជីស្រឡាញ់បងប្អូនតែងតែរំពឹងរ48ឥឡូវយើងមានចូលស្តុកណានេះយើងកាត់ពីម្ចាស់ដើមមកវិញហ្នឹងហើយគាត់ត្រូវការថវិកាយកទៅប្រើសម្រាប់ការងារហ្នឹងហើយការងាររបស់គាត់អញ្ចឹងបងប្អូនទិញម៉ូតូពីហាងរបស់ខ្ញុំណាទិញពីខ្ញុំគឺអញ្ចឹងបងប្អូនគឺបងប្អូនទិញទៅពេលបងប្អូនមានលុយអត់គ្រប់បងប្អូនអាចបង់ប្រដាក់បានហ្នឹងហើយបងប្អូនបងជាខែយូរបានម៉ូតូមួយប៉ុន្តែបើសិនបងប្អូនចង់លក់មកវិញយើងទទួលទិញចូលហ្នឹងហើយអញ្ចឹងវាស្រួលដល់បងប្អូនដែរពេលបងប្អូនត្រូវការលុយយកទៅប្រើប្រាស់យើងអាចទិញចូលមកវិញណាហ្នឹងហើយបងប្អូនអញ្ចឹងម៉ូតូនេះម្ចាស់ដើមម្ចាស់មុនគាត់យកពីយើងទៅដៃត្រង់ប៉ុន្តែគាត់យកលេងដៃខ្ពស់ណាអញ្ចឹងបងប្អូនដែលគាត់ឆ្លាញ់ដៃត្រង់អាចដូរដៃបានយើងដូរឲ្យហ្នឹងហើយបងប្អូនអាចដូរដៃបានចង់ឆ្លាញ់ដៃមួយណាក៏បានដែរប៉ុន្តែបានដៃតែមួយណាជំរឿសបើចង់ឆ្លាញ់ដៃខ្ពស់យកដៃខ្ពស់ឆ្លាញ់ដៃទាបយកដៃទាបហ្នឹងហើយម៉ូតូនេះដែរម្ចាស់ថែទៅមិនមកវិញអញ្ចឹងប៉ុន្តែអ្វីដែលស្ទើរបងប្អូនខ្ញុំប្រាប់ស្ទើរតិចម៉ូតូនេះស្ទើរសបកបងប្អូនអញ្ចឹងពេលបងប្អូនទិញទៅខ្ញុំដូរសបកឲ្យមកគ្រាប់សបកក្រោយសបកនេះប្រេះបើថាអ្នកបើថាខ្ញុំអត់ប្រាប់ក៏បងប្អូនពេលខ្លះអត់ចាប់អារម្មណ៍ដែរប៉ុន្តែអត់ទេយើងរកស៊ីកន្លែងណាស្ទើរខ្ញុំប្រាប់កន្លែងហ្នឹងវាប្រេះណាហ្នឹងហើយម៉ូតូនេះគាត់ដូរកែបច្រើនដងអញ្ចឹងការតបូដូចយើងប្រាប់បងប្អូនអញ្ចឹងគឺជា import ទេពីបាញ់អញ្ចឹងបាញ់ការតបូហ្នឹងម៉ូតូហ្នឹងហើយខ្ញុំនេះគាត់មានឈ្នន់ហើយស្រាប់ការគាត់យកទៅហ្នឹងគាត់ដឹកសក់វែងគាត់មានសក់វែងហើយផ្លាកលេខផែ5588ផែកាត់ឈ្មោះបានហើយគីឡូ10000តិចប្រអប់ដៃអីនៅអែមណែនអត់មានបាក់ជើងបាក់អីទេហើយ color នៅពេញហ្មង color ហ្នឹងហើយអញ្ចឹងម៉ូតូនេះម្ចាស់ខាងខ្ញុំជិះស្រួលបងអើយទិញទៅដូចអត់សូវស្ទុះតែជិះយូរទៅស្ទុះទៅបាននេះគាត់ចង់ថាពេលគាត់ទិញទៅគាត់អត់ទាន់ចេះជិះណាប៉ុន្តែយើងបរៀនគាត់ជិះទៅដូចខ្លាំងទៅពេលគាត់យល់ពេលគាត់ចេះជិះស៊ុបហ្នឹងហើយអញ្ចឹងដូចជាផិនភាកម៉ូតូនេះក្រោម 90% បងប្អូនថា 90% ចាហ្នឹងហើយស្អាតម៉ូតូនេះខ្ញុំលេង LED ឲ្យស្រាប់ cover boom ឈ្នន់ក្រោយមានពេលមិនសិនពេលប្រអប់លេខយើងដូរឲ្យអស់កែបនេះយើងអាចដាក់ទៀបបានកែបក្រោយក៏យើងលេងបងប្អូនអត់ឆ្លាញ់ដោះចេញឈ្នន់បងប្អូនអត់ឆ្លាញ់ដោះចេញហ្នឹងហើយសបកមុខអត់មានប្រេះណាបងប្អូននៅកាឡានៅព្រុយអញ្ចឹងយើងដូរតែសបកក្រោយមួយទៅបានហើយបងប្អូនអញ្ចឹងអាចយកទៅប្រើប្រាស់បានណាជិះកាហ្វេបងប្អូនដែលធ្លាប់ជិះម៉ូតូ Harley បងប្អូនអាចប្រើដៃខ្ពស់ចេះក៏បានដែរឈៀលដៃខ្ពស់ចេះជិះអត់ហត់ទេបងប្អូនម្ចាស់មុនគាត់នៅផ្លូវ41គាត់ផ្ទះគាត់រៀងឆ្ងាយអញ្ចឹងគាត់ជិះដៃត្រង់រៀងអោនយូរទៅរៀងចុកឆ្កេះឥឡូវគាត់ដូរដាក់ដៃខ្ពស់គាត់ថាស្រួលជិះជាងអាដៃនេះមែនតើអញ្ចឹងម៉ូតូបងប្អូនតែដូរដៃគឺដូរអារម្មណ៍ហើយបងប្អូនជិះដៃខ្ពស់ដូរដាក់ដៃទាបដូចម៉ូតូមួយផ្សេងទៀតអញ្ចឹង Harley វាលេងបានច្រើនទម្រង់ណាបងប្អូនដូរដៃដូរអារម្មណ៍លើកធុងសាំងលើកអីក៏ដូរអារម្មណ៍លេង air tune ខ្លាំងជាងមុនតិចទៀតទៅហ្នឹងហើយមួយទៀតclutch វាធូរជាងម៉ូតូផ្សេងដោយសារខ្ញុំដាក់ easy clutch ហ្នឹងបានន័យថាយើងដាក់ទៅជំនួយឲ្យវាទន់ណាបងប្អូនចាប់ម្រាម1ម្រាម2ក៏បានដែរតែបើម៉ូតូផ្សេងបងប្អូនតចាប់ម្រាម3ឬម្រាម4ដូចអារ៉ាន់1200របស់ខ្ញុំនេះអញ្ចឹងណាម្រាម4មកចាប់ទៅមកខ្ញុំភាគច្រើនខ្ញុំប្រើខ្ញុំចាប់ម្រាម3ហើយខ្ញុំដាក់ដៃកូនណាហ្នឹងហើយអញ្ចឹងបងប្អូនដែលស្រឡាញ់ប្រភេទ Harley របៀប cruiser របៀបឈៀលជិះលំអក្រុងផឹកកាហ្វេចង់ជិះឆ្ងាយក៏បានចង់ជិះរបៀប adventure ក៏បានកុំភ្លេចមកហាងរបស់ខ្ញុំហើយយើងមានធានាត្រឹមត្រូវលេខតួអត់ដាប់ដេកម៉ាស៊ីនអត់ដាប់ពន្ធពេញឆ្នាំធានាម៉ាស៊ីនប្រព័ន្ធភ្លើង3ខែបងរំលោះបងប្រដាក់ហើយពេលយកទៅប្រើចង់លក់មកវិញយើងទទួលទិញចូលអត់ជាបញ្ហាបងប្អូនហ្នឹងហើយពួក017នេះ generation ចុងក្រោយកម្មប្រទេសបូមធំ
4 ធំមុខក្រោយកម្មប្រទេសធំមុខក្រោយហើយជាមួយណាដុំខ្សែពៀននេះពួក 40X គឺដុំខ្សែពៀនវាស្ដើងណាអត់ដូចអាផ្សេងទេចេញមកស្អាតរៀងកលិបជាងគេបើសិនជា Aeron 1200នេះបងប្អូនមើលរៀងប្រទេសធំណាវាអត់សូវកលិបរៀងស្ដើងទៅវារៀងអែមហ្នឹងហើយអរគុណច្រើនបងប្អូនសម្រាប់ព័ត៌មានបន្ថែមអីបងប្អូនអាច comment ហ្នឹងហើយមានចម្ងល់អីសួរមកយើងអាចឆ្លើយបានអរគុណច្រើនបងប្អូន